បងប្អូនបើមានឧបករណ៍នេះមួយណាផ្ទះល្អព្រោះអីនេះខ្ញុំ recommend វាប្រើទៅសម្រាប់សម្អាតលើពូកយើងបានល្អយើងសម្អាតលើឥដ្ឋក៏បានដែរប៉ុន្តែខ្ញុំសម្អាតទាំងអស់លើពូកលើឥដ្ឋវាស្អិតទៅជាប់ទៅយើងរោលវាទៅវាជាប់មកដោយទាំងអស់ទាំងកតិកទីទលីដាស់ស្មាយហ្នឹងក៏វាមកដែរព្រោះអីវាស្អិតជាប់នៅទាំងអស់ហើយអាដាស់ស្មាយនេះវាធ្វើឲ្យកូនអាឡែស៊ីបងប្អូនអញ្ចឹងនាងខ្ញុំចូលចិត្តសម្អាតពូកកូនគឺប្រើអាចបង់ស្អិតហ្នឹងរោលវាចឹងទៅឲ្យស្អាតគ្រប់កន្លែងហើយតាំងពីខ្ញុំធ្វើអញ្ចឹងមកបងប្អូនគឺកូនខ្ញុំឈប់នេះលេងផ្ដាសាយលេងអាឡែស៊ីថយច្រើនកាលពីមុននិយាយពីងើបពីគេមកកដាហៀសបោនិយាយខ្ញុំអត់ឈប់អត់ឈរទេតែពេលអញ្ចឹងពិបាកដល់ពេលតាំងខ្ញុំធ្វើហ្នឹងមកគឺបងប្អូនឃើញនៅលើហ្នឹងជាប់តិចទូចហ្នឹងគឺមកអស់ហើយដាស់ស្មាយើងមើលឃើញទេវាទូចណានាងខ្ញុំអាសាបោកពូកដូរកម្រាស់ពូក2 3ថ្ងៃបូរម្ដងហើយប៉ុន្តែនៅតែវាអត់បាត់តែពេលឥឡូវនាងខ្ញុំបូរកម្រាស់ពូកអញ្ចឹងហើយនាងខ្ញុំរោលនឹងថែមទៀតសម្អាតលើពូកឲ្យកូនអញ្ចឹងណាតែពេលអញ្ចឹងកូនឥឡូវលេងផ្ដាសាយលេងហ៊ីសបោដូចមុនហើយក៏ទោះបីជាគាត់ងើបពីគេងមកគាត់កដាស់តិចតួចមិនថាមិនបាត់ទាំងស្រុងអស់ទេប៉ុន្តែគាត់ថយបានច្រើនថយចឹង99%ហីបងប្អូនមើលឃើញអកតិចទូចហ្នឹងអាហ្នឹងហើយធ្វើឲ្យកូនគេងយប់ឡើងទាំងយើងអីហ្នឹងកដាស់ងើបពីគេងមកហើយមិនសិនជាអត់កុំភ្លេចលាងឲ្យស្អាតផងកាលពីមុននាងខ្ញុំលាងមិនសិនជាផងពូកកដោអីកដោតែនៅតែកោបកដាស់ផ្ដាសាយហៀសបោអត់ដឹងពីមូលហេតុដោយសារពូកយើងនឹងបោកហើយវានៅមានកតិចទូចព្រោះអីធម្មតាពូកកន្លែងយើងគេងទោះបីខ្ញុំព្យាយាមដូរប្រហែលដងក៏នៅតែប៉ុណ្្នឹងនៅតែកូនអត់បាត់សោះរកវិធីឃើញតែពេលខ្ញុំព្យាយាមធ្វើវិធីនេះម្ដងគឺបាត់ថយកូនលេងអីអញ្ចឹងខ្ញុំសូមណែនាំបងប្អូនឲ្យប្រើឧបករណ៍នេះទៅអាហ្នឹងប្រើបានច្រើនណានៅលើឥដ្ឋយើងក៏ប្រើបានប៉ុន្តែខ្ញុំយកមកនាមធ្វើសម្អាតទាំងអស់ទាំងលើពូកលើខ្នើយនៅលើឥដ្ឋហើយឥឡូវខ្ញុំបន្តទៅសម្អាតកន្លែងកូនលេងទៀតលើតុក្កតាគាត់តុក្កតាថយគាត់អីហ្នឹងសម្អាតទាំងអស់អញ្ចឹងទៅគាត់ថយការកតាហៀសបោអាឡែស៊ីរបស់គាត់បានច្រើនបងប្អូនឃើញអត់កតិចទូចហ្នឹងគឺបញ្ហាមកអត់ផ្លូវដង្ហើមកូនក្មេងមិនថាតែកូនក្មេងមនុស្សធំក៏អញ្ចឹងដែរចាអញ្ចឹងសូមអរគុណសង្ឃឹមថាវីដេអូនេះនឹងជួយបងប្អូនក្នុងការចាប់អាឡែស៊ីនឹងជួយកាត់បន្ថយអាឡែស៊ីកូនទាំងអស់គ្នាអរគុណ